តំណាងរាស្ត្រគណៈបកហ៊ុនស៊ុនប៉ិចបានអញ្ជើញចូលរួមក្នុងកម្មវិធីខួបទី45នៃការដាក់ឲ្យចរាចរណ៍ប្រាក់រៀលឡើងវិញនិងការផ្សព្វផ្សាយអំពីប្រាក់រៀលប្រព័ន្ធតាក់ទងបាគងនិង KHQR ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី20ខែមីនាឆ្នាំ2025នៅវិមានរដ្ឋសភារាជធានីភ្នំពេញដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នជាតិធំៗទាំង3គឺព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាលគណៈបកហ៊ុនស៊ុនប៉ិចខេត្តបាត់ដំបងនៅថ្ងៃទី20ខែមីនាឆ្នាំ2025បានបើកកិច្ចប្រជុំមួយក្រោមការដឹកនាំរបស់សហជីវិនពៅអ៊ីងគ្រីប្រធានក្រុមការងារបោះឆ្នោតគណៈបកហ៊ុនស៊ុនប៉ិចខេត្តបាត់ដំបងដោយមានការចូលរួមពីសហជីវនីក្រុមការងារខេត្តក្រុងនិងស្រុកទាំង14ទូទាំងខេត្តបាត់ដំបងកិច្ចប្រជុំបានលើកឡើងនៅទស្សនវិស័យរបស់ព្រះអម្ចាស់នរោត្តមចក្រាវុធព្រះប្រធានគណៈបកដោយផ្ដោតលើការឯកភាពគ្នាជាធ្លុងមួយដើម្បីបន្តពង្រឹងរចនាសម្ព័ន្ធដឹកនាំឃុំសង្កាត់ឲ្យបានសម្រេចនៅទូទាំងខេត្តបាត់ដំបងនៅក្នុងឆ្នាំ2025នេះពិធីសម្ដែងសម្ដាលនេះបាននាំយកនៅបរិយាកាសរីករាយនិងការលើកទឹកចិត្តដល់សមាជិកាដែលបានចូលរួមនៅក្នុងមូលដ្ឋានក្នុងការបន្តពង្រឹងនិងពង្រីកសកម្មភាពការងារដើម្បីប្រយោជន៍គណៈបកនិងសង្គមជាតិតទៅអនាគតស្របពេលនោះដែរសហជីវិនពៅអ៊ីងគ្រីនិងក្រុមការងារបានចុះពង្រឹងសកម្មជនមូលដ្ឋាននៅស្រុកសំឡូតព្រមទាំងបានជួសជុលស្លាកសញ្ញាគណៈបកហ៊ុនស៊ុនប៉ិចដែលត្រូវខូចខាតដោយសារគ្រោះធម្មជាតិនិងបានឧបត្ថម្ភដល់រចនាសម្ព័ន្ធមូលដ្ឋាននោះផងដែរនៅថ្ងៃទី21ខែមីនាឆ្នាំ2025សហជីវនីជឿនរិនប្រធានចលនាស្ត្រីគណៈបកហ៊ុនស៊ុនប៉ិចបានចុះទៅខេត្តព្រះសីហនុដើម្បីសួរសុខទុក្ខសមាជិកាក្នុងរចនាសម្ព័ន្ធស្ត្រីឆ្លៀតក្នុងឱកាសនេះសហជីវនីបាននាំយកនៅដើមឈើហូបផ្លែមួយចំនួនទៅដាំនៅក្នុងបរិវេណទីស្នាក់ការគណៈបកហ៊ុនស៊ុនប៉ិចដែលក្នុងឱកាសនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំគណៈបកប្រចាំខេត្តនិងសមាជិកាចលនាស្ត្រីផងដែរ